សួស្តីអ្នកគ្នាស្វាគមន៍កាន់ Channel Making នេះជា Channel ដែលខ្ញុំធ្វើវីដេអូតាក់ទងនឹងរបៀបបន្តចឹងអ្នកគ្នាជាងគេថាnóiអ្នកគ្នាគឺជួយ Subscribe អ្នកមួយផងហ្នឹងហើយដោយសារតែ YouTube ចាស់គឺគឺខ្ញុំបានលក់បាត់ហើយចឹងគេថាថ្ងៃនេះខ្ញុំនឹងធ្វើការធ្វើវីដេអូតាក់ទងនឹងរបៀប down Optifine សិនហើយអ្នកគ្នាចង់ខ្ញុំធ្វើអីទៀតអាច comment នៅខាងក្រោមវីដេអូនឹងបានហើយកុំភ្លេចជួយចុច like ក៏ដូចជា Subscribe ច្រើនផងឲ្យបានដូចអាចាស់វិញមកអ្នកគ្នាបាទអូខេអ្នកគ្នាចឹងគេថាឥឡូវយើងកុំឲ្យខែពេលយូរយើងចាប់ដើមអ្នកគ្នាចឹងហ៊ានដំបូងអ្នកគ្នាត្រូវធ្វើអ្នកគ្នាធ្វើការចុចកន្លែងនេះមកអ្នកគ្នាធ្វើមួយទៅចឹងអ្នកគ្នាអូមកក្រោមចុចពីថា create new instance ហើយបន្តមកអ្នកគ្នាធ្វើការចុចពីថា install Optifine ហើយបន្តមកអ្នកគ្នាជ្រើសរើស version ដែលអ្នកគ្នាចង់បានអូខេអ្នកគ្នាចឹងគេថាមិញហ្នឹងគឺថ្លង់បាទចឹង version ដែលអ្នកគ្នារើសអ្នកគ្នាយកទៅហើយខ្ញុំធ្វើការជ្រើសរើស version 1.21.11 ចឹងអ្នកគ្នាធ្វើការ install វាយកមួយណាក៏បានដែរក្រោមពីរហ្នឹងចឹងគេថាសម្រាប់ខ្ញុំយក Optifine HD នេះហ្នឹងហើយអ្នកគ្នាយកទី1ហើយអ្នកគ្នាធ្វើការរងចាំជាមួយនឹងការ install របស់វាមកចឹងគឺរយៈពេលវាមួយផ្លែទេបើអ្នកគ្នា down រួចតែអ្នកគ្នាតន់ down អ្នកគ្នាជាអ្នកលេងថ្មីទៅតែ down គឺវានឹងយូរចឹងnóiអ្នកគ្នាខ្ញុំបញ្ជាក់ Optifine ហ្នឹងគឺអាចដាក់ mode កើតទេហ្នឹងហើយនិយាយទៅគឺអាចដាក់ mode បានទេអ្នកគ្នាអាច setting បានដាក់ shadow បានហើយវាងាយស្រួលខ្លាំងមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ៃចឹងដាក់ mode អីញ៉ៃចឹងហ្នឹងហើយវាក៏ងាយស្រួលដែរដែលវាលេងទៅគឺ smooth ហ្នឹងហើយព្រោះអីគឺថាបើអ្នកគ្នាមាន mode ក៏វា smooth លើអាហ្នឹងទៀតតែដោយសារតែអ្នកគ្នាចេះដាក់ mode ទេអ្នកគ្នាប្រើអាហ្នឹងបានចឹងឥឡូវយើងធ្វើការ install វាយកមកចឹងឥឡូវវាធ្វើការដំណើរការហើយចឹងអ្នកគ្នាធ្វើការ install វាយកមកចឹងអ្នកគ្នាចុចកន្លែង mouse នេះមកហើយអ្នកគ្នាចុចចាំពាក្យថា install វាដើរសិនអ្នកគ្នាចឹងវាអត់ត load ទេឥឡូវចាំវា load អូខេចឹងវា load ហើយអ្នកគ្នាចឹងឥឡូវយើងទទួលបានជាមួយនឹង Optifine ហើយអ្នកគ្នាចឹងនេះអ្នកគ្នាបាទគឺនេះជា Optifine ដែលខ្ញុំដោមិញហ្នឹងចឹងគឺថាវាមានតែប៉ុណ្្នឹងឯងអ្នកគ្នាវីដេអូយើងហើយកុំភ្លេច subscribe នៅផងដោយសារតែវាវីដេអូថ្មីបាទ